ចំណាយរកលឿនម៉ាយគិតដូចមិនគិតលើគំនិតទៅយូរហើយរែកដែលជាផ្សិតខ្ញុំគិតតែនឹងកាយ មានមោទនភាពដែលកើតជាកូនខ្មែរគោរពពុកម៉ែជនជាតិខ្មែរទាំងអស់គ្នាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជាស៊ីហ្គេមប្រកួតគ្នាលើកសាស្ត្រខ្មែររំលឹកពីខ្មែរមកញ៉ាំមកខ្មែរទៅមើលបានថតពីខ្មែរ Send it to our federal government to call for de-escalation conflict right now in Cambodia. Thank you so much for coming. Yep, thank you. អរគុណច្រើនលោកពូអ្នកមីងលោកអមលោកតាលោកយាយនិងប្រសង់ទាំងអស់ដែលបានមុននឹងចូលរួមនៅក្នុងកម្មវិធីនេះក្មួយសូមចម្លឹកម្ដងទៀតមុននឹងយើងចាប់ផ្ដើមកម្មវិធីគឺលោកពូអ្នកមីងលោកអមលោកតាលោកយាយអាចប្រើបន្ទប់ទឹកនៅខាងក្នុងសាលាក្រុងយើងបានដែលចូលនៅតាមផ្លូវខាងឆ្វេងច្រកខាងឆ្វេងហ្នឹងហើយទៅត្រង់ហើយមុននឹងចាប់ផ្ដើមនេះពួកយើងអាចផ្ដល់នៅដូណាត់ហើយនិងកាហ្វេដែលអាចជាអាហារសម្រន់សម្រាប់លោកពូអ្នកមីងបងប្អូនដែលបានចូលរួមនឹងអញ្ជើញពិសាកាហ្វេហើយនឹងយើងមានกระดาษញ៉ាត់ដើម្បីយើងផ្ញើទៅខាងរដ្ឋាភិបាលសហព័ន្ធក្នុងការសាញដើម្បីឲ្យគាត់ជួយក្នុងការអន្តរាគមន៍ដោះស្រាយបញ្ហាទំនាស់នៅក្នុងទំនាស់រវាងកម្ពុជានិងប្រទេសថៃនៅថ្ងៃនេះចាអរគុណច្រើនរៀបសួរបាទរំលែកចង្វាក់ខ្មែរអង្គិរៈនៃជីវ៉ាបើរំមិនសូវស្ទាត់បងបង្រៀន What does Cambodia want? Peace. What does Cambodia want? Peace. Peace for Cambodia. Peace for Cambodia. What does Cambodia want? Peace. Peace for Cambodia. Respect the law. Respect the law. Respect the law. Stand with Cambodia. Stand with Cambodia. What do we want? Peace. What do we want? Peace. What does Cambodia want? Peace. Respect the law. International law. Wonderful. Coming today, we're gonna officially start our rally right now. This is the great turnout and great weather. Glad the sun is out so we can have a little warm. So thank you so much, and we're gonna start with the national anthem for both the United States and Cambodia. ចាជាពេលវេលាដែលយើងរងចាំហើយឥឡូវបានជួបជុំជាមួយនឹងពុកម៉ែបងប្អូនលោកតាលោកយាយលោកពូអ្នកមីងទាំងអស់លោកអមទាំងអស់ក្មួយសូមមួយទាំងពីរសូមជម្រាបសួរម្ដងទៀតឥឡូវយើងចាប់ផ្ដើមជាផ្លូវការហើយមុននឹងចាប់ផ្ដើមជាផ្លូវការយើងអាចចង់សូមឲ្យលោកពូអ្នកមីងរៀបចំខ្លួនដើម្បីយើងនឹងចាប់ផ្ដើមមុនដំបូងគេបងអស់គឺចម្រៀងយើងគោរពនៅទង់ជាតិសហរដ្ឋអាមេរិកហើយនឹងយើងគោរពនៅភ្លេងជាតិផងយើងជាបទនគររាជចាស់អរគុណNext, I would like to invite Omrati Ong, to come up to sing our Cambodian national anthem.
ចាអញ្ចឹងសូមអញ្ជើញលោកអមរទ្ធីអង្គគាត់នឹងច្រៀងចម្រៀងជាតិយើងគឺរបស់នៅបទនគររាជាភាសាខ្មែរអរគុណច្រើន បាទណាស់ប្រូខ្ញុំទៅអរគុណច្រើនសូមគ្រប់ថ្វាយបង្គំបងហើយនឹងបងប្អូនយើងទាំងអស់មកចូលរួមស្រៀងបទនគររាជរបស់យើងបាទសូមអញ្ជើញបាទឲ្យបានរុងរឿងដោយជ័យមង្គលស្រីសួស្តីយើងខ្ញុំព្រះអង្គសូមច្រើក្រំលុបព្រះបារមីនៃព្រះរបដីសូមអបអរសាទរប្រាថ្មចាដោយជាពេលវេលាដែលសំខាន់បំផុតនៅពេលនេះគឺពួកខ្ញុំចង់អញ្ជើញលោកពូលោកអមលោកតាលោកយាយដែលប្រើពេលវេលាប្រហែលជា3ឬទៅ5នាទីក្នុងការស្មឹងស្មាតដោយសូមឲ្យបិទទូរស័ព្ទនិងមិនមានសម្លេងរំខានទេទាំងអស់ដើម្បីយើងធ្វើការរំលឹកគុណទៅដល់ជនភេសករបស់យើងដែលពលីជីវិតនៅក្នុងសង្គ្រាមនៅប្រទេសនៅដែលត្រូវបានរងគ្រោះដល់ប្រទេសថៃអញ្ចឹងសូមយើងធ្វើការស្មឹងស្មាតប្រហែលជា3ទៅ5នាទីអរគុណច្រើនចាអញ្ចឹងសូមអរគុណម្ដងទៀតយើងអរគុណច្រើនដែលបងប្អូនដែលបាននៅធ្វើការស្មឹងស្មាតគ្រប់វិញ្ញាណក្ខន្ធដែលដល់ទៅភេសកនិងអ្នកបូជាជីវិតនៅក្នុងសង្គ្រាមនេះហើយជាកិច្ចបន្ទាប់នាងខ្ញុំនិងបងប្រុសតារានឹងសូមអញ្ជើញព្រះសង្ឃដើម្បីសូត្រមន្តក៏ដូចជាយើងភាសាខ្មែរហៅយន្តតោរំលឹកគុណទៅដល់បុព្វបុរសយើងនិងជនភេសកទាំងអស់ដែលបានរងគ្រោះដោយសង្គ្រាមដែលមិនអាចបំភ្លេចបាននេះចាសសូមអញ្ជើញនិមន្តព្រះអង្គសូមនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់ដែលគង់នៅក្នុងប្រទេសក្តីក្រៅប្រទេសក្តីនិងសូមចម្រើនពរញាតិញោមជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះជាកិច្ចបន្តទៅនេះតាំងនាមខ្ញុំបកណាអាត្មាភាពជាព្រះសង្ឃដែលគង់នៅក្នុងសហរដ្ឋអាមេរិកក៏ដូចជាតាំងនាមខ្ញុំបកណាអាត្មាភាពជាពលរដ្ឋខ្មែរមួយរូបដែលមានការឈឺចាប់ចំពោះការឈ្លានពានពីសំណាក់ប្រទេសសៀមមកកាន់រំលោភនៅអធិបតេយ្យភាពដែនដីកម្ពុជាយើងដែលធ្វើឲ្យប្រជាជនកម្ពុជាទទួលរងនៅការឈឺចាប់ជាពិសេសគឺបងប្អូនវីរៈកងទ័ពដែលបានពលិជីវិតនៅក្នុងសមរភូមិយើងទាំងអស់គ្នាជាកូនខ្មែរមួយរូបទោះបីជារស់នៅក្នុងប្រទេសក្តីក្រៅប្រទេសក្តីយើងមានការឈឺចាប់យើងមិនអាចនៅសុខបានទេដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាសាមគ្គីគ្នាដើម្បីប្រឆាំងដាច់ខាតនៅការឈ្លានពានរបស់ពួកសៀមមកលើកម្ពុជាយើងហើយយើងទទូចឲ្យអន្តរជាតិជួយមើលនិងយកចិត្តទុកដាក់ចំពោះកម្ពុជាយើងហើយដូច្នេះក្នុងនាមយើងទាំងអស់គ្នាជាកូនខ្មែរធ្វើយ៉ាងណាត្រូវរួមសាមគ្គីគ្នាទោះបីជាក្នុងកលៈទេសៈណាក៏ដោយហើយជាកិច្ចបន្តទៅនេះគឺខ្ញុំបកណាអាត្មាភាពនឹងចូលរួមបង្ស្កូលឧទ្ទិសដល់វិញ្ញាណក្ខន្ធពុព្វវីរៈកងទ័ពយើងដែលបានពលីជីវិតក្នុងសមរភូមិក៏ដូចជាចូលរួមរំលែកនៅសេចក្តីទុក្ខសោកចំពោះប្រជាពលរដ្ឋដែលបានភៀសខ្លួនជាច្រើនម៉ឺននាក់បាត់ទីលំនៅចោលផ្ទះសម្បែងប្រត់ប្រាស់ក្រុមគ្រួសារហើយយើងទាំងអស់គ្នាឈឺចាប់ណាញាតិញោមទាំងអស់គ្នាឈឺចាប់ដែរបងហើយដូច្នេះហើយយើងត្រូវរួមសាមគ្គីគ្នាហើយជាបន្តទៅទៀតនេះគឺខ្ញុំកណ្ដាអាត្មាភាពខុសឆ្គងយ៉ាងណាក៏សូមអធិស្ឋានហើយសូមធ្វើនៅជាយន្តតោដល់បងប្អូនទាំងអស់គ្នាដែលបានអញ្ជើញមកទីនេះហើយសូមឲ្យយើងទាំងអស់គ្នាយកឈ្នះទៅលើពួកចៅសៀមដែលបានឈ្លានពានមកលើកម្ពុជាយើងទាំងអស់គ្នាជ័យយោកម្ពុជាកម្ពុជាត្រូវការសន្តិភាពកម្ពុជាត្រូវការសន្តិភាព
ชยันตาปุริยโมเลสักชานังนาเดวันตโนเอวังทวังวิจโยหาวิจยสุจยเมียงกะเลใส่เสปัทวิปากเรบิเสเกสะปปุตเยนังอากาปตาปมาตตสเนกหัตังสุเมงกะแลงสุปเพียตังสหติตังสุขนาว สมหตาจัสยะ ทางพระมจาริสุปเตะขนังกายกรรมังวิจากรรมังปเตะขนังปเตะขนังมโนกรรมังปณิธิเตปเตะขนัง ยะทินานิกาทวานิลภ พันเตียนเทปเตะเขเนนิจาวตสังขาราอปตวยธรรมิโนปเจตวานิรัญชัน เตสังวปัสส สุมาสุขาตุขปัตตาจนะตุขาพยาปัตตาจนะพยาสาวกปัตตาจนิสาวกาอันดสาเปไปปาในนาวสัตว์ทั้งหลายทั้งปวงសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅជាសត្វបាត់សេចក្តីសោកទៅអង្គជយោកម្ពុជាកម្ពុជាត្រូវការសន្តិភាពអញ្ចឹងសូមអរគុណ Now, I just want to give a quick recognition to Councillor-elect Sean McDonald for being here, Councillor Eric Gittier, Councillor Corey Robinson, and Councillor Kim Scott for showing up to support our rally Peace in Cambodia today. ចាអញ្ចឹងបងប្អូនពុកម៉ែទាំងអស់ដែលបានចូលរួមនៅនឹងខ្ញុំសូមសម្រាប់ជាភាសាខ្មែរបន្ទាប់ពីគឺកម្មវិធីដែលបានសូត្រនិមន្តដោយព្រះសង្ឃយើងសូមការអរគុណទៅដល់នឹងទេសនាមទៅដល់មន្ត្រីនិងអ្នក elected official យើងដែលបានចូលរួមនៅក្នុងក្រុមប្រឹក្សាក្រុងដែលបានចូលរួមនៅក្នុងកម្មវិធីនេះដែលជាការដែលគាត់អញ្ជើញវត្តមានដែលផ្ដល់ការគាំទ្រក្នុងកម្មវិធីនេះគឺលោកក្រុមប្រឹក្សាក្រុង Sean McDonald and ក្រុមប្រឹក្សាក្រុងលោក Eric Gittier and និងក្រុមប្រឹក្សាក្រុង King Scott និងក្រុមប្រឹក្សាក្រុង Corey Robinson ដែលគាត់បានអញ្ជើញហើយនឹងមានវត្តមានក្នុងការចូលរួមជាការជួយគាំទ្រនៅកម្មវិធីនេះចា៎អរគុណ So my name is Tiara Hong. I'm the state representative for the 18 Middlesex District in our great city of Lo. Thank you. I'm here with Bong Sela. We are honored to welcome you to the rally for peace in Cambodia. What do we want? Peace! What do we want? Peace! Today, we gather as a community to stand together for peace, for justice, and for respect for the international law. This rally is about unity. It's about lifting our voice together to call for peace in Cambodia and dignity for its people. I want to thank my fellow organizer and co-host, Councillor Visna Nguyen, Councillor-elect Cindy Ling, and Bong Sela, as well as all the speakers and student community leader and every single person who show up today. So, what do we want? Peace! When do we want it? Now! Hey, I didn't mention that. Thank you. Yeah. You know it. ចាអញ្ចឹងខ្ញុំសូមសម្រាប់ជាភាសាខ្មែរដើម្បីឲ្យបងប្អូនលោកតាលោកយាយលោកពូអ្នកមីងគាត់នៅក្នុងនេះគាត់យល់ចាអញ្ចឹងសូមសម្រាប់បងប្អូនប្រុសថារហុងដែលគាត់ចង់មានយោបល់ថាគាត់បងប្អូនលោកពូអ្នកមីងស្គាល់គាត់ហើយគាត់ជាតំណាងរាស្ត្រប្រចាំតំបន់ទី18ហើយគាត់មកទីនេះក្នុងការស្វាគមន៍និងចង់ឲ្យមានកម្មវិធីនេះឡើងដែលយើងមានអារម្មណ៍ថាយើងមិនសប្បាយចិត្តនៅពេលដែលមានជនជាតិដទៃដែលគាត់ឈ្លានពានទឹកដីយើង
អញ្ចឹងនៅក្នុងថ្ងៃនេះដែរសហគមន៍ទាំងអស់ចូលរួមទាំងអស់គ្នាមិនថាក្មេងចាស់ប្រុសស្រីឬក៏គាត់មិនថាគាត់ជានៅជនជាតិណាយើងអាចធ្វើបានជាមួយគ្នាហើយយើងធ្វើនេះដើម្បីសន្តិភាពនិងយុត្តិធម៌ហើយយើងចង់ឲ្យមានឲ្យទាំងអស់គ្នានៅក្នុងសហគមន៍អន្តរជាតិគាត់គោរពនៅច្បាប់អន្តរជាតិដែលបានជួយនៅក្នុងជាកិត្តិស័ព្ទរបស់ជនជាតិកម្ពុជាយើងដែលបានឆ្លងកាត់ការដែលបានរងគ្រោះដោយការឈ្លានពានរបស់ប្រទេសសៀមហើយខ្ញុំចង់អរគុណទៅដល់អ្នកដែលជួយរៀបចំកម្មវិធីនេះឡើងដែរដែលមានលោកអ៊ំក្រុមប្រឹក្សាក្រុងវាសនានួនលោកពូក្រុមប្រឹក្សាក្រុងដែលបានទៅជាប់ឆ្នោតគឺលោកពូស៊ីនអ៊ីលៀងនិងបងសាឡាហើយខ្ញុំក៏ជានៅក្នុងខ្ញុំក៏អរគុណផងដែរជាមួយនឹងសិស្សដែលចូលរួមពីសហគមន៍យើងក៏ដូចជាសិស្សពីសាលា High School លោក High School និងសាលាផ្សេងៗទៀតដែលគាត់ជាតំណាងយុវជនដែលគួរឲ្យកោតសរសើរមែនតើចាខ្ញុំចង់ឥឡូវនេះខ្ញុំចង់ he want to invite So right now, I would like to invite Michelle, my legislature aide, to read the statement from our Congress delegation from Senator Markey Warren and Congresswoman Lauren Trahan. The following statement was issued on Friday, December 19th, like Tara Hong said, from Senator Edward Markey, Elizabeth Warren, and Representative Lori Trahan. We good? We are deeply concerned by the escalation of violence along the Cambodia-Thailand border, which has resulted in the needless loss of life, the displacement of hundreds of thousands of people, and a rapidly growing humanitarian crisis. At a moment of political transition in Thailand, we urge all parties to refrain from actions that could further inflame tensions or place civilians at risk, and to avoid this conflict for political gain. The protection of civilian life must be paramount. We call on both governments to immediately de-escalate, exercise maximum restraint, and support diplomatic and international efforts aimed at protecting civilians, strengthening regional security, and securing a lasting peace. The United States must support efforts to resolve this dispute through dialogue and existing diplomatic mechanisms, including engagement through the Association of Southeast Nations and other regional partners. Leaders on all sides should prioritize stability, humanitarian protection, and a negotiated path forward that safeguards the lives of Cambodian and Thai people alike. Thank you. អានសេចក្តីថ្លែងការណ៍របស់តំណាងរាស្ត្ររបស់នឹងឯតំណាងរាស្ត្រពីខាង Congressional របស់យើងអញ្ចឹងអរគុណម្ដងទៀតទៅលើការសេចក្តីថ្លែងការណ៍និងការជ្រោមជ្រែងរបស់តំណាងសភាអាមេរិកដែលគាត់ជួយជ្រោមជ្រែងនិងធ្វើការបកបង្ហាញនៅភាពសេចក្តីដែលគាត់មិនមានភាពគាត់រងថាគាត់អយុត្តិធម៌សម្រាប់ជនជាតិខ្មែរយើងហើយគាត់ក៏សូមផ្ញើសេចក្តីនេះទៅដល់បងប្អូនជនជាតិខ្មែរយើងដែលបានរងគ្រោះនៅក្នុងក្នុងករណីកម្មនៃសង្គ្រាមនេះផងដែរចា៎អរគុណ What do we want? Peace. When do we want it? Now. Respect the law. International law. Respect the law. International law. Now, I would like to introduce Councillor Visna Noon to say a few words. ចាអញ្ចឹងខ្ញុំសូមអញ្ជើញអគ្គអមក្រុមប្រឹក្សាក្រុមវាសនានួនអញ្ជើញមកកាន់វេទិកាឲ្យគាត់សូមមានប្រសាសន៍មួយចំនួនចាស់អរគុណក្មួយសេឡាហើយក្មួយ Tara and all the organizers. Please give them all big round of applause. ថ្វាយបង្គំព្រះអង្គដែលមានវត្តមាននៅទីនេះព្រមទាំងជម្រាបសួរបងប្អូនទាំងអស់មាតុភូមិកម្ពុជាដ៏កំសត់របស់យើងកំពុងរងគ្រោះថ្នាក់យ៉ាងដំណំពីការឈ្លានពានដ៏យង់ឃ្នងរបស់ប្រទេសថៃទាំងកងកម្លាំងប្រដាប់អាវុធខ្មែរទាំងពលរដ្ឋ civil បាត់បង់ជីវិតរាល់ថ្ងៃដោយការទម្លាក់គ្រាប់បែកពីលើយន្តហោះចម្បាំង F-16 និងការបាញ់ផ្លោងរបស់យោធាថៃ
ពលរដ្ឋនៅខេត្តជាប់ព្រំដែនជិតកន្លះលាននាក់បានក្លាយជាជនភេសកថ្ងៃនេះយើងទាំងអស់គ្នាយើងបានមកជួបជុំគ្នាដោយចិត្តយើងតែមួយសំឡេងយើងតែមួយគោលបំណងយើងតែមួយគឺដើម្បីបង្ហាញពីសាមគ្គីភាពរបស់សហគមន៍ខ្មែរក្រៅប្រទេសនឹងការបដិញ្ញាចិត្តរួមគ្នាក្នុងការការពារអធិបតេយ្យទាមទាររកយុត្តិធម៌និងរក្សាសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិទោះបីយើងរស់នៅឆ្ងាយពីមាតុភូមិក៏ចិត្តរបស់យើងនៅតែនឹកគិតដល់ពលរដ្ឋខ្មែរយើងនិងប្រទេសយើងគ្រប់វេទនាទីយើងមកទីនេះមិនមែនដើម្បីបង្កចំនួនឬបង្កើតហិង្សានោះឡើយប៉ុន្តែយើងមកដើម្បីតវ៉ាឲ្យដោយសន្តិវិធីទាមទារឲ្យប្រទេសថៃបញ្ឈប់ការឈ្លានពានលើកម្ពុជានិងគោរពព្រំដែនអធិបតេយ្យនិងសិទ្ធិរបស់ប្រទេសកម្ពុជាសន្តិភាពពិតប្រាកដអាចកើតមានឡើងទាល់តែការគោរពគ្នាទៅវិញទៅមកការដោះស្រាយបញ្ហាតាមផ្លូវសន្តិភាពនិងតាមផ្លូវច្បាប់អន្តរជាតិយើងទាមទារឲ្យថៃទទួលខុសត្រូវចំពោះអកតកម្មនិងការឈ្លានពានដែនអធិបតេយ្យកម្ពុជានិងការបាត់បង់ជីវិតពលរដ្ឋខ្មែរយើងថ្កោលទោសអំពើឈ្លានពានយ៉ាងដាច់អហិង្សាប៉ុន្តែយើងមិនអំពាវនាវឲ្យមានការស្អប់គ្នាជាតិខ្មែរនិងថៃនោះឡើយយើងទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ដោយឥតលក្ខខណ្ឌនិងមានដំណោះស្រាយសមតាមច្បាប់អន្តរជាតិបងប្អូនខ្មែរនៅទីនេះជាទីគោរពបងប្អូនពិតជាបង្ហាញនៅភាពបដិញ្ញាមុខមុតនិងសេចក្តីស្រឡាញ់ដ៏ស្មោះអស់ពីដួងចិត្តចំពោះមាតុភូមិរបស់យើងសាមគ្គីភាពរបស់សង្គមខ្មែរយើងនេះជាសារខ្លឹមឲ្យយើងចងចាំថាការតស៊ូដើម្បីយុត្តិធម៌គឺយើងមិនដែលធ្វើតែឯងនោះឡើយសូមឲ្យសម្លេងនៃភាពសាមគ្គីគ្នានេះឮខ្ទុះខ្ទាឆ្ងាយហួសពីទីក្រុងឡូសូមឲ្យសម្លេងរបស់យើងបានឮដល់ពិភពលោកឲ្យដឹងថាខ្មែរយើងនៅទីណានៅទីនោះយើងឈរប្រកៀកស្មាគ្នាដើម្បីទាមទាររកយុត្តិធម៌និងសេចក្តីថ្លៃថ្នូរសម្រាប់មនុស្សជាតិជាយោខ្មែរជាយោខ្មែរតែមួយអរគុណបងប្អូន Thank you, Representative Hong. Thank you, Seila. Thank you to the organizers for organizing today's rally. We were here this summer calling for ceasefire in Cambodia, and the ceasefire agreement was implemented. And here we are calling for Thailand to respect the ceasefire that was agreed upon. Because Cambodia wants peace, the world is asking for peace for Cambodia. Cambodia is asking for peace. The city of Lowell, where the second largest Cambodian Americans living here, is asking for peace to Cambodia. This year marks
the 50th anniversary of the killing field that took place in Cambodia. Cambodia is still rebuilding from that genocide that took place from 1975 to 1929. I left Cambodia when I was 9 years old. When I returned to my home country in my late 30s, I witnessed Cambodia was still rebuilding. And here we are 50 years later. We are still fighting for peace, for humanity, for harmony. We will stand here in solidarity together, asking for peace. We will not stop until we have peace. When do we want it? My fellow Cambodians, we have suffered in the last 50 years. I lost my father, my younger 3 siblings, both of my maternal grandparents to the genocide. And I will stand until I take my last breath, until my home country is back to normal again. So please pray for Cambodia, for peace. Thank you. Now, I would like to introduce State Representative Ronnie Elliott to say a few words as well. Good morning, people, Cambodian Americans. Thank you for coming out this morning. You know, as the mayor of this fine city, I've been to Cambodia not once, not twice. I've been there 3 times. This is not the first time we stand together for justice, for democracy in Cambodia. It's not the first time, it's not the last time. This is an amazing crowd this morning. Thank you to the organizers, Representative Hong, City Councilor Nun, and everybody, because when there's a cause, Cambodian people will come out, and it doesn't take long. So thank you for allowing me to join you this morning. As long as there's no justice in Cambodia, as long as I am an elected official, I will stand here, I will show up time and time again until there's peace in Cambodia. Thank you very much. What does Cambodia want? Peace! When do we want it? Now! Respect the law! International law! Respect the law! International law! Thank you, Representative Elliott. Now I would like to invite Om Rationg, a strong leader in advocating for democracy and free and fair election in Cambodia. ចាគួយសូមជើញអមរដ្ឋាដែលគាត់តំណាងឲ្យបងប្អូនខ្មែរយើងនៅក្នុងទីក្រុងឡូហើយអញ្ជើញអមមានប្រសាសន៍ Thank you, Cambodians. What do we want? Peace. What do we want? Peace. When do we want? Now. Thank you very much for organizers who will bring us here together. We're here as we know that we want peace. Cambodian people love peace. We want to honor peace to all those who really need peace. But let's sadly, the Thai has invaded and created all chaos throughout the countries. Not just Thai, not just Cambodian, Thailand as well. I believe that the people of Thailand want peace as well. But the people in powers who stir up the issue, the wars, create all kinds of turmoils against each other, create war, and we hate war. We cry to see war happen, not just Cambodia, anywhere. We want to see peace everywhere in the world. And that's why we're here today asking the leaders for both countries, it's time as an adults, as the leaders of the countries, should sit down together and try to define peace for the people so they can live in harmonies. They can live as brothers and sisters. And we don't need to fight to hate each other anymore. We need to bring peace. Do we really want peace? Yes.
Do we want peace? Yes. When do we want it? Now. Also, we here as Khmer, one Khmer, one Khmer. One Khmer means that everyone put everything aside and work together so that we can fight, protect, and defend our country. One Khmer means that we have to stop bullying each other among Khmer, stop harassing each other among Khmer, stop accusing each other among Khmer. So what I ask is that if Khmer love Khmer, if Khmer coming at Khmer want Khmer to fight against the foreigners who want to invade Cambodia as Thailand, we should drop every charges against those political prisoners. Let them out, join us together, hand in hand, so that we can fight against those foreigners who want to invade Cambodia, who want to take Cambodian territory. We hate any war. We hate the kind of accusation. But time to make peace, time to sit down together and bring peace to the people who want peace. Let peace begin in Cambodia. Okay? What do we want? Peace! We have all kinds of, we bring our record here in Lowell. We have first female Cambodian representative. We have first the youngest Cambodian representative from Lowell also. We have first Cambodian Khmer lawyer, Khmer mayor, and we have so many first for all time. Now it's the first time we want first that come from the city of Lowell to bring peace back to Cambodia. Do we want that? Yes. Do we want that? Yes. Let peace begin from Lowell and let peace here from Lowell to Cambodia to Thailand. Let us leaders from Thailand and Cambodia sit down together and bring peace to the people that want peace. Thank you very much. What do we want? Peace. When do we want it? Now. Respect the law. Thank you for all your work. And now I would like to invite the Honorary Consul General of the Kingdom of Cambodia in Lowell, Massachusetts, Consul General Mr. U Sawan. ចាអញ្ចឹងក្មួយសូមបកភាសាខ្មែរដោយសារតែចាមានលោកអ៊ំជាតំណាងអគ្គកុងស៊ុលនៃរដ្ឋាភិបាលកម្ពុជាតំណាងឲ្យប្រជាជនយើងនៅទីក្រុងឡូលោកពូអូសវណ្ណដែលគាត់នឹងអញ្ជើញមានប្រសាសន៍ចាអរគុណ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គនិងសូមគោរពបងប្អូនជនរួមជាតិហើយនិងសូមគោរពដល់មន្ត្រីដែលជាតំណាងនៃសាលាក្រុងLowell ហើយនិងតំណាងរាស្ត្រនៅប្រចាំរដ្ឋ Massachusetts ថ្ងៃនេះខ្ញុំសែនរំភើបនៅក្នុងចិត្តឥតឧបមាដល់ឃើញខ្មែរយើងទាំងអស់គ្នាចេះរួបរวมសាមគ្គីជាធ្លុងមួយដើម្បីទាមទារតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពសៀមមកលើប្រជាណាចក្រកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះជាង10ថ្ងៃកន្លងមកនេះគឺបងប្អូនប្រជាពលរដ្ឋខ្មែរទាំងកងទ័ពទាំងប្រជាជនរាស្ត្រសាមញ្ញបានបាត់បង់ជីវិតដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះប្រទេសសៀមនិងការផ្លោងកាំភ្លើងធំជញ្ជ្រុំនៅលើទឹកដីកម្ពុជាខ្ញុំសូមជម្រាបថាពេលនេះគឺប្រទេសថៃដែលយកកងទ័ពរបស់ខ្លួនដែលមានអំណាចខ្លាំងនៅក្នុងតំបន់យកមកវាយសន្ធប់មកលើប្រទេសកម្ពុជាដោយយកលេសថាជាការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីក៏ប៉ុន្តែគេមិនអញ្ចឹងទេគេផ្លោងមកលើទឹកដីប្រទេសយើងហើយបងប្អូនទាំងអស់គ្នាក៏បានឆ្លងកាត់នៅការនិរាសព្រាត់ប្រាសដោយសារសង្គ្រាមបងប្អូនឃើញហើយប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលបានរត់ភៀសខ្លួនពីព្រំប្រទល់ដែនឆ្លងចូលមកក្នុងប្រទេសកម្ពុជាមានកុមារតូចតាចបាត់បង់ការរៀនសូត្រដូច្នេះគឺគាត់រស់នៅក្រោមតង់ដូចសម័យយើងកាលពីរត់ឆ្លងកាត់ប្រទេសកម្ពុជាមកព្រំដែនថៃដូចគ្នារងគ្រាប់រងរំសេវដូច្នេះខ្ញុំសូមថ្លែងអំណរគុណ
ចំពោះការលះបង់របស់បងប្អូនដែលបានមកចូលរួមឆ្លងកាត់នៅអាកាសធាតុយ៉ាងត្រជាក់បន្តិចក៏ប៉ុន្តែបងប្អូនត្រូវបែរសម្លឹងមើលទៅកងទ័ពយើងដែលគាត់ស្នាក់នៅក្នុងលេនដ្ឋានគាត់រងការបាញ់ផ្លោងទម្លាក់ក្របបែកនឹងការបាញ់ចេញពីនាវាមកលើទឹកដីខ្មែរតើគាត់លំបាកនឹងរងគ្រោះវេទនាយ៉ាងណាដូច្នេះយើងគ្រាន់តែធ្វើពលិកម្មមកឈរដើម្បីជាការសម្ដែងការតវ៉ាក្នុងរយៈពេល2ម៉ោងដើម្បីជាការតបស្នងសងគុណដល់កងទ័ពនិងប្រជាជនខ្មែរដែលបានបាត់បង់ជីវិតដូច្នេះខ្ញុំសូមអំពាវនាវឲ្យបងប្អូនទាំងអស់គ្នារួមគ្នាតែមួយកម្លាំងខ្មែរតែមួយដើម្បីតវ៉ាទៅអង្គការសហប្រជាជាតិនិងតវ៉ាទៅឲ្យសហគមន៍សហរដ្ឋអាមេរិកជាពិសេសលោក Donald Trump ដើម្បីឲ្យលោកយកចិត្តទុកដាក់និងដាក់ការគៀបសង្កត់ទៅលើរដ្ឋាភិបាលថៃនិងកងទ័ពថៃឲ្យបញ្ឈប់ការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកមកលើប្រជាជនកម្ពុជាតទៅទៀតចាប់ពីពេលនេះតទៅជ័យយោព្រះជាណាចក្រកម្ពុជាជ័យយោខ្មែរតែមួយបាទសូមអរគុណនិងសូមជម្រាបលា Ming Sushi Chun. ជំរាបសួរពុកម៉ែបងប្អូនពូក្មួយទាំងអស់គ្នាហើយទៅ especially គឺយើងអ្នកជំនុំជាតិទាំងអស់គ្នាដែលបានចូលរួមថ្ងៃនេះយើងទៅជាឬក៏អត់ថ្ងៃនេះអត់ទេដោយសារតែបេះដូងរបស់យើងពងក្តៅកគុកដោយសារប្រទេសកម្ពុជារបស់យើងនឹងមាន war ចាសង្គ្រាមចាសូមពេកតចាថ្ងៃនេះខ្ញុំសោកស្ដាយណាស់បានឃើញមិត្តភូមិដែលកំសត់របស់យើងបានពួតសៀមបានឈ្លានពានប្រទេសជាតិរបស់យើងតាំងពីជំនាន់ដែលខ្ញុំកើតឡើងមកដល់បច្ចុប្បន្ននេះប្រទេសរបស់យើងអត់មានឃើញសន្តិភាពពិតប្រាកដទេថ្ងៃនេះយើងមកទាំងអស់គ្នាមកទាមទារបានសន្តិភាពនៅក្នុងប្រទេសកម្ពុជារបស់យើងចាដោយសារតែយើងមានជនជាតិដទៃដែលបានចូលរួមទៅក្នុងថ្ងៃនេះដែរនេះខ្ញុំនឹងអានជាភាសាអង់គ្លេសហើយនឹងសូមពុកម៉ែបងប្អូនអធិស្ឋានផងចា Ask my blood I know this pain firsthand The violence between Cambodia and Thailand must stop now When do we need to stop it Power-hungry governments on both sides are sacrificing innocent lives for land, control, and pride. It is never the leaders who bleed. It is the people. We are here not to choose sides. We are here to stand for humanity. Borders do not justify violence. Families, elders, and our militaries, and especially our children, are paying the price of decisions that are made by our leaders. Land is being stolen. Ancient ruins are being destroyed and used as political weapons. These lands, the people that lived on, these sacrifice of our sacred lands belong to history, not to the greedy governments. We are here not standing in silence. We are here to advocate for our people in Cambodia. Thank you. We will have petition. Make sure you guys go sign the petition back there. The most important thing is you use your rights as an American citizen, as an American, to sign the petition, to make it known to our U.S. government to know that we, as their constituents, we will stand strong with our people in Cambodia. You are here to advocate, even though it is cold and we are in the middle of this weather right now, we need to stand together in unity. And because of what we are going through, it is enough. It is enough violence. We've seen enough violence in Cambodia. We've seen enough violence during the Khmer Rouge regime. We've lost our families during Khmer Rouge regime. Like Bong Vanaja Howard just said, she lost her families during that time. And Elliot went to Cambodia. He knows how it is in Cambodia. So we are here together to stand in solidarity, to fight for our home country. Enough bloodshed, enough lives lost. We need to stand together. We need to fight for our country. យើងត្រូវការសន្តិភាពពិតប្រាកដនៅក្នុងប្រទេសកម្ពុជារបស់យើងជ័យយោប្រទេសកម្ពុជា Oh,
សោះជាតិសាយមួយទៀតសូមដោយសារតែយើងមានតំណាងរាស្ត្រដែលធ្លាប់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺតំណាងរាស្ត្រលោកឯកឧត្តមលោកនុតនំដួលហើយនិងឯកឧត្តមឡុងរីបានចូលរួមថ្ងៃនេះដែរចាសូមអរគុណដែលបានពួកគាត់មានចំណាយពេលវេលាដែលគាត់ធ្លាប់តំណាងរាស្ត្រប្រទេសកម្ពុជារបស់យើងចា Louder! J.O. Cambodia! J.O. Cambodia! Thank you, Ming Suzy. Now, I would like to invite Bu Satir Chimbrum, the Executive Director of Cambodian Mutual Assistance, Samakul Khmer, and សូមថ្វាយគុំប្រសង់ដែលបានអញ្ជើញចូលរួមនឹងដែរហើយប្រកបទៅទៀតនឹងអស់លោកបងពូមីងទាំងអស់ដែលបានចូលរួមនៅពិធីនេះបានខ្ញុំចង់សូមឲ្យណែនាំឲ្យស្គាល់ដែរថានៅពេលនេះមានសមាជិកគណៈកម្មការសមាគមខ្មែរយើងបានចូលរួមដែរដូចជាលោកវាសនានួននាងសេឡាអ្នកស្រីវណ្ណៈលោកសិតនីហើយនិងអ្នកស្រីបុផាវូសាលឹសGiven the time that I want to respect the time for everyone, I'm going to read my statement in English, and we will also have post our statement from CMA on our Facebook page. I would encourage everyone to check and follow CMA Lowell. We have been here for the last 41 years, providing different services to our community. Good morning, families, friends and allies. My name is Satir Chimbrum, Executive Director of the Cambodian Mutual Assistance Association in Lowell, Massachusetts. Home to generations of Cambodian survivors, refugees and their children. Today we stand here with heavy hearts. We gather here today because once again Cambodian lives are being placed in danger. Not because Cambodia seeks conflict, but because Cambodia is facing aggression along its border. Let us be clear and honest. Thailand is the aggressor in this conflict. And still, Cambodia choose peace. What do we choose? Peace. Cambodia is a nation shaped by profound loss. Our people know the true cost of war, what bombs do to villages, what fear does to families, and what it means to flee with nothing but memory and grief. That is why this moment hurts so deeply. Today, we stand with farmers, elders, children living near the border, ordinary people who want nothing more than to live safely, raise their families, and sleep without fear. Civilians always bear the greatest burden in conflict. We also honor the courageous Cambodian soldiers who defend our people, our land, and our sovereignty while striving to protect civilian life. As a refugee community, many of us are alive because peace was chosen over violence. We carry that legacy and refuse to pass trauma to another generation. Cambodia and Thailand agreed to a ceasefire in Malaysia with international support, including the United States. Cambodia has honored that commitment. Today, we call on Thailand to do the same. Respect the ceasefire, stop the violence, protect civilian lives. We also call for the immediate release of the 18 detained Cambodian soldiers. Let the world hear clearly today, Cambodia does not want war. Cambodia wants peace. What do we want? Peace! We raise our voices not in hatred, but in love for our people and our homeland. I close with these words. May there be peace for the people of Cambodia and for the entire region. Thank you. Samakun. Now, I would like to invite
Bong Supornari. He represents the Global Cambodian Youth Network to say a few words. អរគុណបងអូនធីរ៉ាហុងនិងបងអូនសិលាជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះអង្គសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា Cambodia need peace Justice for Cambodian អរគុណណាស់បងប្អូនពេលនេះឥឡូវនេះកងទ័ពប្រជាពលរដ្ឋខ្មែរកំពុងតែវេទនាបងប្អូនជនភៀសសឹកចិត្តកន្លះលានអ្នកកំពុងតែរកទីជំរកដែលកិច្ចពីក្របផ្លោងកិច្ចពីសង្គ្រាមដែល Thailand កំពុងតែធ្វើបាបធ្វើសង្គ្រាមបំលោបំពានមកលើទឹកដីកម្ពុជាបងប្អូនកូនក្មេងតូចអត់បានរៀនកូនក្មេងតូចត្រូវឈឺអត់ម្ហូបអាហារត្រូវព្រាត់ប្រាសគ្រួសារព្រាត់ប្រាសឪពុកម្ដាយអ្នកខ្លះឪពុកស្លាប់អ្នកខ្លះម្ដាយស្លាប់អ្នកខ្លះត្រូវបាត់ជីតាបាត់យាយបាត់ឪពុកបាត់ពូមីងតើបងប្អូនសុខចិត្តទេថ្ងៃនេះដូច្នេះក្នុងនាមជាពលរដ្ឋខ្មែរក្នុងនាមជាឈាមជ័រខ្មែរក្នុងនាមជាខ្មែរមានបេះដូងតែមួយយើងត្រូវតែចូលរួមថ្កោលទោសទៅប្រទេសថៃដែលបានរំលោភបំពានមកលើទឹកដីកម្ពុជាបងប្អូនអ្វីដែលយើងត្រូវការថ្ងៃនេះជាការឈឺចាប់ទោះបីជាយើងជាខ្មែរនៅក្រៅប្រទេសមិនថាយើងជាខ្មែរនៅក្នុងក្រុមណាខ្មែរក្នុងគណៈបកណាខ្មែរមកពីណាទេតែយើងជាឈាមជ័រខ្មែរតែមួយយើងត្រូវតែរួបរวมគ្នាយើងត្រូវតែរួបរวมសាមគ្គីគ្នាខ្មែររួមខ្មែរខ្លាំងខ្មែរឈ្នះបងប្អូនចំណុចមួយទៀតអ្វីដែលយើងស្នើសុំ United Nations ដែលយើងហៅថា UN គឺជាអង្គការមួយដែលការពារសន្តិភាពពិភពលោកដូច្នេះក្នុងនាមជាកម្ពុជាដែលជាសមាជិកមួយរូបប្រទេសមួយនៅក្នុង UN យើងស្នើឲ្យ UN ធ្វើអន្តរាគមន៍ជាបន្ទាន់បន្ថែមទៀតទៅលើការដែលថៃបានរំលោភបំពានមកលើប្រទេសកម្ពុជាយើងស្នើឲ្យសហរដ្ឋអាមេរិកលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកជួយអន្តរាគមន៍បន្ថែមទៀតទៅលើប្រទេសកម្ពុជាពិសេសគឺការរំលោភបំពានមកលើកម្ពុជាមកលើពលរដ្ឋខ្មែរមកលើវិរៈកងទ័ពខ្មែរបងប្អូនថ្ងៃនេះក្របផ្លោងនៅតែផ្លោងមកលើព្រំដែនយើងទឹកដីយើងព្រឹកមិញនៅក្នុងខេត្តព្រះវិហារព្រឹកមិញនៅក្នុងខេត្តឧត្តរមានជ័យថៃបានផ្លោងក្របផ្លោង S16 បងប្អូនក្នុងនាមយើងជាជាតិសាសន៍ខ្មែរក្នុងនាមយើងជាខ្មែរអាមេរិកាំងយើងស្នើឲ្យសហរដ្ឋអាមេរិកអន្តរាគមន៍ទៅលើសភាវុធដែលសហរដ្ឋអាមេរិកលក់ឲ្យថៃមកសម្លាប់ខ្មែរបងប្អូនយើងស្នើឲ្យសហរដ្ឋអាមេរិកជួយធ្វើអន្តរាគមន៍ទៅលើសភាវុធឲ្យបញ្ឈប់ការប្រើប្រាស់សភាវុធសហរដ្ឋអាមេរិកដែលសម្លាប់កុមារខ្មែរពលរដ្ឋខ្មែរវិរៈកងទ័ពខ្មែរដែលយើងជាជនរងគ្រោះដែលយើងជាប្រទេសរងគ្រោះបងប្អូនការឈឺចាប់ទោះបីជាយើងខ្មែរក្នុងខ្មែរក្រៅជាតិនេះមិនជំពាក់យើងទេបងប្អូនតែយើងជាអ្នកជំពាក់ជាតិដូច្នេះយើងទាំងអស់គ្នាបើយើងមិនរួបរวมសាមគ្គីគ្នាពេលនេះបងប្អូនយើងនឹងគ្មានប្រទេសរស់នៅទេហើយយើងក៏មិនអាចសាមគ្គីគ្នាដូចថ្ងៃនេះដែរបងប្អូនដូច្នេះការរួបរวมគ្នាការរួមគ្នាការធ្វើសកម្មភាពគ្រប់សកម្មភាពមិនថាបាតកម្មមិនថាថវិកាមិនថាពេលវេលាយើងត្រូវតែលះបង់ចូលរួមជួយសង្គ្រោះកម្ពុជាសង្គ្រោះប្រជាជនកម្ពុជាបងប្អូនដំណោះស្រាយយើងឃើញថាសង្គ្រាមមិនចេះចប់ការរំលោភបំពានមកលើប្រទេសកម្ពុជាពីអំពីថៃម្ដងហើយម្ដងទៀតរំលោភលើកិច្ចព្រមព្រៀងរំលោភលើការសន្យាជាមួយនឹងប្រធានាធិបតីដូណាល់ត្រាំរំលោភកិច្ចព្រមព្រៀងជាមួយនឹងលោកអ៊ីនបាប្រាហ៊ីមដែលជាប្រធានអាស៊ានដូច្នេះថៃគេមើលងាយយើងណាស់ក្នុងនាមយើងជាជាតិសាសន៍មួយមានប្រជាជនតិចមានសភាវុធតិចមានសេដ្ឋកិច្ចតូច
តែយើងនៅពេលនេះយើងត្រូវតែរឹងមាំខ្លួនឯងយើងត្រូវតែស្នើសុំទៅឲ្យបរទេសប្រទេសដែលមានអំណាចជួយអន្តរាគមន៍យើងស្នើសុំឲ្យមេដឹកនាំកម្ពុជាសូមមេត្តាយកករណីចំនួនព្រំដែនរវាងថៃនិងកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ ICJ ICC បងប្អូនបងប្អូនការដែលយើងធ្វើការសន្ទនាគ្នាចរចាគ្នាទ្វេភាគីថៃគេមិនគោរពនោះទេមានតែមួយគត់ដែលយើងមានច្បាប់អន្តរជាតិកិច្ចព្រមព្រៀងក្រុងប៉ារីសយកបដោះស្រាយក្នុងនាមយើងជាសមាជិកមានតែតុលាការអន្តរជាតិដែលយើងត្រូវតែប្តឹងទៅតុលាការដើម្បីដោះស្រាយចំនួនថៃនិងកម្ពុជាជ័យយោវិរៈកងទ័ពខ្មែរដ៏អាយក្លាហានកម្ពុជា need peace justice for Cambodian អរគុណសូមអរគុណបាទ ធម្មអនុញ្ញាតឲ្យខ្ញុំសូមដល់អស់លោកស្រីដែលអ្នកចូលរួមទាំងអស់សូមធ្វើការស្មឹងស្មាត2វិនាទីដើម្បីឧទ្ទិសជូនវីរៈកងទ័ពយើងដែលបាត់បង់ជីវិតដើម្បីបុព្វហេតុជាតិដ៏ឧត្តមឧត្តមសូមមេត្តាស្ងៀមស្ងាត់និងស្មឹងស្មាតខ្ញុំមានមោទនភាពក្នុងឋានៈជាខ្មែរម្នាក់នៅទីក្រុង Lowell មានមោទនភាពបានជួបជុំបងប្អូនខ្មែរទាំងអស់ក្នុងឋានៈជាឈាមជ័រខ្មែរតែមួយដែលបានសហការគ្នារួបរวมគ្នាប្រើគ្រប់មធ្យោបាយដើម្បីទាមទារបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃដែលសង្គ្រាមនេះយើងដឹងហើយមិនមែនលើកទី1មិនមែនជាចង់បញ្ចប់ទេវាច្រើនលើកច្រើនសារច្រើនគ្រាមកហើយប៉ុន្តែការរំលោភបំពាននេះនៅតែបោះជំហានទៅមុខនៅតែធ្វើដំណើរទាំងងងឹតងងឹលទាំងងងើលដោយគ្មានអាណិតអាសូរដល់ពលរដ្ឋខ្មែរទេបងប្អូនខ្មែរទាំងអស់ដែលភៀសខ្លួនចំណាក់ស្រុកមករស់នៅលើទឹកដីសហរដ្ឋអាមេរិកសិតតែបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃពួកយើងអត់ចង់ឃើញសង្គ្រាមទេពួកយើងត្រូវការសន្តិភាពថ្ងៃនេះខ្មែរទូទាំងប្រទេសទូទាំងពិភពលោកបានដឹកដៃគ្នាបានព្រមព្រៀងគ្នាបានសហការគ្នាបង្កើតជាក្រុមឈាមជ័រខ្មែរតែមួយដើម្បីស្រែកបញ្ហាជាតិពីព្រោះយើងដឹងហើយខ្មែរនៅក្នុងស្រុកយើងស្រែកយ៉ាងម៉េចក៏ថៃមិនធ្វើដឹងធ្វើយ៉ាងម៉េចក៏គេមិនធ្វើលឺពីមួយថ្ងៃឃើញតែការទម្លាក់គ្រាប់បែកមានតែការបាញ់កំភ្លើងមានតែការទៅត្រៀនចូលកាន់កាប់ដីធ្លីមានតែការវាទីដាក់មីនដាក់គ្រាប់លើទឹកដីនៃមាតុភូមិដ៏កំសត់របស់យើងថ្ងៃនេះយើងទម្លាក់ចោលការងារបកយើងទម្លាក់ចោលការងារអ្នកស្អីទាំងអស់ដែលមានការប្រឈមសូមឲ្យយើងរួបរวมគ្នាជាខ្មែរតែមួយបងប្អូនមានតែខ្មែរទេដែលការពារផលប្រយោជន៍ខ្មែរគ្មានបរទេសណាគេសុកចិត្តយកឈាមគេសុកចិត្តយកដើមទុនគេទៅចំណាយដើម្បីការពារជាតិយើងទេអញ្ចឹងយើងនៅទីនេះយើងធ្វើអីបានយើងបានដោយកម្រិតណាយើងត្រូវតែបដិញ្ញាយើងត្រូវតែចូលរួមដើម្បីការពារមរតកដូនតាដ៏កំសត់របស់យើងនេះខ្ញុំដឹងអ្វីៗគ្រប់យ៉ាងដែលយើងមកជួបគ្នាពេលនេះសិតតែបានដាក់ចិត្តដាក់កាយនិងសង្រួមអារម្មណ៍ដើម្បីបុព្វហេតុមាតុភូមិដ៏កំសត់របស់យើងខ្ញុំសូមឲ្យវិញ្ញាណនៅខាងកងទ័ពជួរមុខសូមឲ្យប្រលឹងដូនតាដែលជាវីរៈបុរសការពារមាតុភូមិយើងសូមឲ្យប្រលឹងអស់លោកទៅស្ថិតនៅលើខ្មែរគ្រប់រូបនៅទូទាំងពិភពលោកឲ្យរួបរวมគ្នាជាខ្មែរតែមួយដើម្បីការពារផលប្រយោជន៍ជាតិយើងគ្រប់យ៉ាងវានឹងប្រែប្រួលបើសិនជាយើងប្រឹងទាំងអស់គ្នាយើងទម្លាក់ចោលអ្វីដែលជាបញ្ហាអវិជ្ជមានទាំងអស់យើងត្រូវតែរួបរวมគ្នាដើម្បីស្រាយបញ្ហាដ៏លំបាកមួយនេះខ្ញុំជឿថាបងប្អូននឹងវិលទៅរកផ្លូវដ៏ល្អផ្លូវដ៏ត្រឹមត្រូវហើយធ្វើឲ្យការដោះស្រាយនេះឈានឆ្ពោះទៅរកជ័យជំនះជូនជាតិមាតុភូមិដ៏កំសត់របស់យើង
ជ័យយោកម្ពុជាអមតៈជ័យយោកម្លាំងខ្មែររួមរวมគឺកម្លាំងខ្មែរតែមួយជ័យយោឈាមខ្មែរគឺឈាមខ្មែរតែមួយសូមអរគុណ I would like to call up and younger generation to come up to say a few words. She currently is a student at Lower High School. Her name is Eliza Sear. Eliza. Greetings to everyone. My name is Eliza, and I want you all to imagine this. Fighter jets, the kind that are meant to defend a country's skies, flying deep into another nation's towns and villages, not to protect, but to attack. The Thai military has fired its advanced military aircraft, the F-16 fighter jets, supposedly for defense, into Cambodian territory, hitting military sites but also areas near where civilians live and travel. These strikes have reached deep into the interior, even into Siem Reap province, the home of world-famous heritage sites such as Angkor Wat and ancient temples belonging to all of humanity. This is not a case of soldier against soldier. These are warplanes dropping bombs close to civilian shelters and towns, places where families are trying to survive another day. Cambodian officials have warned that those strikes are reaching deeper into the country, endangering people who have already fled their homes. The numbers don't lie. Above 500,000 people have been displaced, which means families were forced to flee their homes, carrying everything they could in search of shelter far from fighting. At least 18 civilians in Cambodia have since been killed and almost 80 injured since the latest round of airstrikes began, and hundreds more injured and traumatized. Battles have spread throughout provinces, including Bantay Mein Chai, Pre Vihir, Ordar Mein Chai, and Siem Reap, indicative of how pervasive the threat has become. Let me put it this way. Children are scared for their lives. Mothers are terrified with every roar of a jet overhead, and fathers do what they know best, protect their families without having a place to call home. Nobody in Cambodia wants war. Nobody wants to see bombs falling close to schools. Nobody wants to watch their neighbor's home destroyed or bury their loved ones. This conflict has already seen ceasefires announced, even brokered with pressure from international leaders, only to collapse and be ignored shortly after. One ceasefire agreed after fierce fighting in July was supposed to stop the violence. However, the war has flared up again, with both sides trading blame and civilians paying the price. So I ask this: where there is no protection for the people, what is the peace agreement worth? Where is the question of defense where fighter jets meant for defense are raining destruction upon civilians? And how many more lives of innocents will be lost if the world watches and waits? This, I suppose, is why we are here today. This is why we raise our voices. We are here to say to the United States and the global community, you must step up. Call not only for peace, but peace that lasts. Call not only for ceasefire, but for mechanisms of protection for civilians and the enforcement of peace that can hold jets from bombing civilians and heritage sites. Because peace isn't just an absence of conflict. It's about knowing that safety, hope, and life exists for each child, for each mother, and for every human being in the midst of all this fighting. Thank you. Thank you, Eliza, for your thought and your inspiration and your energy for coming up and advocate for peace today for Cambodia. Next, I would like to introduce Boo Sidney Ling, the councillor-elect for Low City Council District 7, to come up to say a few words. Let's go, councillor. Thank you. I just want to say also thank you to every single one of you that are here today, and thank you to those friends out there that are participating with us. And please continue to spread the words that our Cambodian neighbors need peace, that our Cambodian friends need peace, that our Cambodian at home need peace. So thank you for participating with us today. ខ្ញុំខ្មែរបើសិនជាអ្នកឯងមិនឈឺចាប់អ្នកឯងមិនមែនខ្មែរនោះទេ
បើអ្នកឯងឈ្លោះអោបដៃមើលអ្នកឯងនោះមិនមែនខ្មែរទេបើអ្នកឯងឆ្លៀតឱកាសជិះជាន់ខ្មែរអ្នកឯងមិនមែនខ្មែរទេបើអ្នកឯងបោកប្រាស់ខ្មែរអ្នកឯងមិនមែនខ្មែរទេបើអ្នកឯងមិនជួយខ្មែរអ្នកឯងនោះមិនមែនខ្មែរទេខ្មែរយើងគួរឈប់ប្រើពាក្យអត់ធ្មត់ព្រោះប្រជាជនផ្ទះសម្បែងកងទ័ពស្លាប់ច្រើនណាស់យើងមិនអាចស្លាប់ដោយពស់រស់ដោយកង្កើតបានទេយើងមានសេចក្តីថ្លៃថ្នូរកិត្តិយសសាមគ្គីភាពនិងសេចក្តីក្លាហានយើងក៏មិនអាចរស់ដោយពឹងផ្អែកទៅលើគេសាសគេឬប្រទេសគេឡើយខ្មែរយើងទោះស្អប់គ្នាស្រឡាញ់គ្នាយើងគឺជាគ្រួសារតែមួយយើងធ្វើនេះដើម្បីប្រជាជនដើម្បីប្រទេសជាតិយើងឈប់ប្រើពាក្យអត់ធ្មត់ឈប់ប្រើពាក្យអត់ទ្រាំយើងត្រូវការកំទេចការពារជាដាច់ខាតខ្មែររួមខ្មែររស់ខ្មែរសាមគ្គីគ្នាខ្មែររុងរឿងខ្មែរត្រូវការសន្តិភាពសូមអរគុណ Hey yo, Cambodia! What do we want? Respect the law? Are we warm yet? No! Still got more fire burning in us! Hey yo, Cambodia! I like that. Let's try one more time. J.O. Cambodia! All right, but as we come to close, I just want to say last few words to say thank you so much everybody for being here today, standing in this weather to show our unity, our strength, and our ability to come together to demand peace for our country in Cambodia. Peace began when people come together like today. So let us carry this message forward beyond this rally to continue to stand for peace, justice, and human dignity. Let's continue to work closely together no matter what party you're in, to come together, to work together to demand peace and safety for all Cambodian people in Cambodia. So, before we conclude, Bong Sela is going to say a few words right in Khmer, but before we conclude, I just want to announce a few more events that's happening in the next few days to honor and call for peace in Cambodia. So, tomorrow, hold on. Sunday. Tomorrow, Sunday, December 21st. That's tomorrow. Yes. Yeah. Lost all day in time. Tomorrow, December 21st, from 2 to 4 p.m. at Sambomia Function Hall. Councillor Sakari Chow, lead by Cambodian Buddhism Temple and Monk of Massachusetts, put an event together for candlelight vigil for peace for Cambodia. So from 2 to 4 at Sambomia, please show up to support. And on Monday, from December 22nd, from 5 to 9 p.m. at Simile Khmer. Simile Khmer is doing a fundraiser to support our the conflict right now, to bring money back to support those who are encountering the conflict right now through the Unite We Stand for Peace. So please show up to Simile Khmer from 5 to 9 on Monday. And then the next week after that, on December 27th, State Representative Ronnie Elliott and a few other members putting a fundraiser event together as well at Sambomia from 7 to 12 p.m. So please show up and support with donation, our strength, our number, to show that we are here to demand peace.
Cambodia is seeking for peace, not to blame on either side, and we need to continue to stand together to call for peace and justice for everybody in our country. Thank you. One last thing, we also another quick reminder. We also have petition on the table over there to send it to our federal government to tell them to please continue to work and seek peace for our people in Cambodia. So please take a moment to take a read and sign the petition as well. Yep, thank you. អរគុណច្រើនបងតារានាងខ្ញុំសូមសង្ខេបជាភាសាខ្មែរចាអញ្ចឹងខ្ញុំសូមអរគុណម្ដងទៀតទៅដល់ព្រះសង្ឃអ្នកគុណនិងបងប្អូនលោកពូអ្នកមីងលោកតាលោកយាយទាំងអស់ដែលបានចូលរួមហើយនឹងក្មួយចង់ថាសូមរំលឹកម្ដងទៀតថាយើងមានកម្មវិធី3ជាភាសាខ្មែរចង់ឲ្យបងប្អូនខ្មែរយើងចូលរួមទៅថ្ងៃស្អែកនៅភោជនីយដ្ឋានសំពៅមាសយើងនឹងធ្វើនឹងមានកម្មវិធីដែលធ្វើដោយក្រុមប្រឹក្សាក្រុងយើងផងស្លើឆោឬគាត់ធ្វើនៅសំពៅមាសពីម៉ោង2ដល់ម៉ោង4ហើយនឹងកម្មវិធីមួយទៀតដែលភោជនីយដ្ឋាន Simply ខ្មែរគាត់បានរៀបចំឡើងដើម្បីជួយធ្វើការរែងគាថវិកាទៅដល់ជួយទៅដល់ជនភៀសសឹកនៅកម្ពុជាហើយការដែលកម្មវិធីរែងគាហ្នឹងគឺធ្វើនៅភោជនីយដ្ឋាន Simply ខ្មែរដែលធ្វើនៅថ្ងៃច័ន្ទពីថ្ងៃទី22ពីម៉ោង5ដល់ម៉ោង9និងកម្មវិធីក្រោយមួយទៀតនៅថ្ងៃទី27គឺនៅភោជនីយដ្ឋានសំពៅមាសដូចគ្នាដែលធ្វើឡើងដោយតំណាងរាស្ត្រ Rodney Elliot គាត់ធ្វើសម្រាប់រែងគាថវិកាមួយចំនួនដើម្បីផ្ញើទៅជួយដល់ជាតន្ត្រីមនុស្សធម៌សម្រាប់ជនដែលនឹងធ្វើឲ្យមានជួយទៅដល់ជនភៀសសឹកហើយថវិកាទាំងអស់ដែលបងប្អូនចូលរួមឬក៏គាត់តែមានតិចក្តីច្រើនក្តីសូមអញ្ជើញនៅក្នុងកម្មវិធីយើងបន្តមកនេះហើយចុងក្រោយបំផុតដែលសំខាន់សូមឲ្យបងប្អូនជនជាតិខ្មែរយើងកុំភ្លេចអាននៅញត្តិដែលយើងនឹងធ្វើនៅខាងនឹងផ្ញើទៅកាន់រដ្ឋាភិបាលសហព័ន្ធដើម្បីឲ្យគាត់ជួយទទូចនិងអំពាវនាវឲ្យមានការស្រែកនិងការអន្តរាគមន៍ដល់សហគមន៍អន្តរជាតិក្នុងការឲ្យមានអន្តរាគមន៍ឲ្យឈប់មានការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាអញ្ចឹងសូមបងប្អូនកុំភ្លេចអាននៅដែលមាននៅខាងតុខាងស្ដាំដៃហើយនឹងសញ្ញេដើម្បីយើងផ្ញើទៅកាន់រដ្ឋាភិបាលសហព័ន្ធទាំងអស់គ្នាចាសូមអរគុណច្រើន Ready? 1, 2, Sam, you going in there? Go, Sam. ដែលបានសាយដែលបានសញ្ញាដើម្បីទៅកាន់រដ្ឋាភិបាលសហព័ន្ធអញ្ចឹងបើបងប្អូនឬក៏អ្នកអរណាដែលต้องបានសញ្ញា 1, 2, 3. One more. 1, 2, 3. Good.